សន្លាក់ណាបាទគឺវាមានកន្លែងដែលផលិតទឹកសន្លាក់គឺគេហៅថាកន្សោមទឹកសន្លាក់ហ្នឹងអញ្ចឹងនៅក្នុងពាក្យបច្ចេកទេសគេហៅថា synovium ឬក៏ synovial cell បាទគឺកោសិកាដែលផលិតទឹកសន្លាក់និងផលិតជាតិរំអិលនៅក្នុងទឹកសន្លាក់ហ្នឹងបាទអញ្ចឹងវាមានផលិតនៅវត្ថុរាវហើយវាផលិតនៅជាតិរំអិលនៅក្នុងហ្នឹងបាទអញ្ចឹងបើសិនជាភ្នាស synovium ឬក៏ភ្នាស synovial នេះឬក៏យើងហៅថាកោសិកា synovial នេះបើសិនជាវាមានការរលាកដោយការវាយប្រហារណាមួយនោះក៏ធ្វើឲ្យការខូចខាតនៃទឹកសន្លាក់ឬក៏បាត់បង់ជាតិរំអិលឬក៏ធ្វើឲ្យខ្វះខាតនៅការផលិតទឹកសន្លាក់ហ្នឹងគឺធ្វើឲ្យប៉ះពាល់ទៅដល់ការខូចខាតនៅឆ្អឹងខ្ចីដែលតាក់ទងទៅនឹងការកកិតឬក៏សឹករិចរិលនៃឆ្អឹងខ្ចីហ្នឹងកើតឡើងដោយសារតែសម្ពាធនេះគឺទម្ងន់ឬក៏ការប្រើប្រាស់ចលនានៃសន្លាក់ហ្នឹងអញ្ចឹងបើសិនជាយើងធ្វើចលនាទៅវាកាន់តែសឹករិចរិលដោយសារតែខ្វះសារធាតុរំអិលហ្នឹងអញ្ចឹងនេះគឺជាការរលាកសន្លាក់ឆ្អឹងតាក់ទងទៅនឹងបញ្ហាជំងឺសន្លាក់ទាំងអស់ផ្នែកណាមួយក៏ដោយបាទសំណែនាំជូនបាទជាមួយនឹងផលិតផលប្រេងសណ្ដាប់កាយ OPT ណាបាទ